ជំរាបសួរអ្នកទាំងអស់គ្នាវីដេអូនេះដែរយើងបង្ហាញលោកអ្នកអំពីការការពារសត្វកណ្ដៀរសម្រាប់ផ្ទះដែលចាប់ផ្ដើមសាងសង់ថ្មីដើម្បីបង្ការវាកុំឲ្យខូចខាតនៅពេលអនាគតដោយសារតែសត្វកណ្ដៀរមកបំផ្លាញហើយអញ្ចឹងបងអាចមើលវីដេអូនេះបានគឺជាវិធីសាស្ត្របង្កប់ទយោនៅក្រោមដីដើម្បីការពារសត្វកណ្ដៀរជាដំបូងគឺយើងត្រូវធ្វើបំពាក់ទយោទៅតាមធ្នឹមទាំងខាងក្នុងផ្ទះនិងខាងក្រៅផ្ទះអញ្ចឹងណាហើយបន្ទាប់មកទៀតយើងធ្វើការបាញ់ថ្នាំទៅលើផ្ទៃដីហើយបន្ទាប់ពីយើងបាញ់ថ្នាំហើយ5ឆ្នាំក្រោយបងគ្រាន់តែបញ្ចូលទឹកទៅតាមទយោជាការស្រេចហើយមិនបាច់ធ្វើការរុះរើផ្ទះបងទេអញ្ចឹងបងដែលរៀបចំសាងសង់ផ្ទះថ្មីអាចពិចារណាក្នុងការដាក់ប្រព័ន្ធការពារកណ្ដៀរមុនពេលលំនៅឋានសាងសង់រួចព្រោះវាអាចឲ្យបងចំណេញទាំងពេលវេលានិងថវិការបស់បងផងដែរអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងអញ្ចឹងបើសិនជាបងឬក៏ពុកម៉ែបងប្អូនទាំងគ្នាចង់ដឹងព័ត៌មានបន្ថែមអាចសាកសួរនៅក្នុង Facebook Page ឬក៏តាក់ទងតាមលេខទូរស័ព្ទខាងលើបានសូមអរគុណសូមគោរពលា